នេះគឺជារបៀបប្រើកម្មវិធី CapCut នៅលើកុំព្យូទ័រដោយអត់អស់លុយស្ដាប់មិនច្រឡំទេគឺប្រើដោយ free តែម្ដងមិនថាប្រើ effect ឬក៏ប្រើមុខងារអីដែលជាប់ pro ទេគឺយើងប្រើបានដោយ free តែម្ដងវិធីសាស្ត្រនេះខ្ញុំបានសាកវាច្រើនដងមកហើយចឹងឥឡូវនេះបងប្អូនអាចសាកល្បងអនុវត្តជាមួយខ្ញុំទាំងអស់គ្នាតែមុននឹងទៅអនុវត្តសូមកុំភ្លេចចុច like ចុច follow page ម្នាក់មួយផងណាយើងបិទភ្នែកបើយើងបើកភ្នែកយើង export បានទេបងប្អូនសាក export មើលគឺវាជាប់ effect ដដែលអញ្ចឹងយើង back to edit វិញយើងបិទភ្នែកអាក្រោមនេះចោលបន្ទាប់មកយើងធ្វើការ render ទៅអញ្ចឹងវីដេអូនេះគឺច្បាស់ល្អដូចគ្នាអញ្ចឹងណាយើងអាច export មកវាលែងជាប់ pro ហើយឃើញអត់ boom អញ្ចឹងយើងអាចដាក់កម្រិតគុណភាព 4K 2K អីបានដូចគ្នាអូខេសួស្តីបងប្អូនអរគ្នាថ្ងៃមុនខ្ញុំបានសន្យាថាបង្ហាញពីរបៀបនៃការប្រើប្រាស់ CapCut Pro នៅលើកុំព្យូទ័រដែលឥតគិតថ្លៃមិនបាច់ចាំ login មិនបាច់អីទេអញ្ចឹងអានេះគឺជាវីដេអូឧទាហរណ៍ខ្ញុំកាត់អញ្ចឹងខ្ញុំដាក់ effect មួយចំនួនដែលតាក់ទងនឹងការប្រើ Pro ណាអញ្ចឹងនៅពេលដែលយើង export ជាធម្មតាគឺនៅពេលយើង export ទៅវាឲ្យយើង export ចេញបានទេគឺវាជាប់ Pro នេះឃើញខ្ញុំប្រើ effect ចំនួន3ដែលវាមាន Pro អញ្ចឹងមិនថា effect 3ឬក៏4ឬក៏5ឬក៏10 effect អីទេសំខាន់គឺបងប្អូនកាត់តធម្មតាទៅបងប្អូនដាក់អីដាក់ទៅអញ្ចឹងណាប៉ុន្តែនៅពេលដែលយើងកាត់តចប់របៀបដែលយើងអាច save បានបើ save វីដេអូនឹងចេញបានណាទី1គឺនៅពេលដែលយើងកាត់យើងដាក់ effect អីហើយត្រឹមត្រូវហើយអស់ហើយគឺយើងធ្វើការ select វីដេអូយើងទាំងអស់ហ្នឹងមកបន្ទាប់មកយើងធ្វើការ mouse ស្ដាំរួចហើយយើងយកពាក្យថា create compound clip យើង compound វាមួយចឹងមកបន្ទាប់ពី compound វាហើយបងប្អូន mouse ស្ដាំមកតង់ទៀតយកពាក្យថា pre process compound clipតោះមកឲ្យវាដើរឲ្យពេញ 100% មកអូខេឥឡូវបានចិត្តពេញហើយអញ្ចឹងបន្ទាប់ពីវាដើរពេញ 100% ហើយយើងក៏មិនទាន់អាច save វាបានដែរបងប្អូន save ទៅក៏នៅតែអាចជាប់ដែរឃើញទេនៅជាប់ដដែលអញ្ចឹងយើងធ្វើម៉េចដើម្បី save បានអញ្ចឹងដើម្បី save បានបងប្អូនចូលកន្លែង start មកសម្រាប់ Windows 10ណាយើងមកស្ដាំមកយកពាក្យ run ឬក៏យើងចុច shortcut យើងអាចចុច key start ហើយចុចអក្សរ O បូកនឹងអក្សរ O មកក៏វាចេញចឹងដូចគ្នា start បូកនឹងអក្សរ O ណាអញ្ចឹងវាចេញហ្នឹងយើងវាយអក្សរនេះភាគរយ app data មានន័យថាភាគរយ app data ភាគរយអញ្ចឹងយើងចុច OK មកបន្ទាប់ពីដល់កន្លែងហ្នឹងហើយបងប្អូនចុចកន្លែង app ថយក្រោយមកវិញមកកន្លែង app data តោះមកយើងយក local ហើយខ្ញុំបញ្ជាក់បើសិនជាម៉ាស៊ីនបងប្អូនខ្លះអាចនឹងអត់ឃើញ file អស់ហ្នឹងអញ្ចឹងបងប្អូនអាចចូលកន្លែង view រួចហើយយើងចូលកន្លែង option រួចយើងយកពាក្យ change folder and research option នេះតោះមកយើងយក view រួចហើយយើងយកកន្លែងនេះបើសិនជាវាជាប់ចេះ .so hidden file បងប្អូនចុចយក so hidden file folder មកបន្ទាប់មកយើង apply ហើយយើងយក OK អញ្ចឹងណាអញ្ចឹងបានវា so file ទាំងអស់ហ្នឹងអញ្ចឹងឥឡូវវិលមកវិញយើងចូលកន្លែង app data ដដែលតែយើងនៅក្នុង local នេះយើងចូលនៅក្នុង local បន្ទាប់មកយើងចូល CapCut រួចហើយយើងចូល user data បន្ទាប់មកយើងចូលមកខាងក្រោមយើងរកពាក្យថា project នេះ project រួចហើយយើងចូលយកទី3នេះ com lv edit draft នេះមកយកហ្នឹងមកបន្តមកទៀតយើងស្វែងរកឈ្មោះនេះឈ្មោះ folder ដែលត្រូវជាមួយនឹង project ដែលយើងបានបង្កើតនេះឥឡូវឈ្មោះនេះខ្ញុំបង្កើតឈ្មោះនេះអញ្ចឹងយើងទៅរក folder នឹងដូចគ្នាមកអូខេដោយសារ folder ដើមហ្នឹងខ្ញុំមុនហ្នឹងខ្ញុំបង្កើត folder ដើមឈ្មោះណានទេអញ្ចឹងហើយបានរកឈ្មោះណានការ៉េ2ណាត់ឃើញណាដោយសារខ្ញុំ rename វាតាមក្រោយអញ្ចឹងយើងចូលឈ្មោះហ្នឹងមកដល់ឈ្មោះហ្នឹងខ្ញុំចំណាំថាមុនហ្នឹងខ្ញុំបង្កើតដំបូងគេឈ្មោះហ្នឹងអញ្ចឹងយើងចូលឈ្មោះហ្នឹងមកបន្ទាប់មកយើងចូលពាក្យថា resource បន្ទាប់ពីចូល resource ហើយយើងចូលកន្លែង combination រួចហើយវានឹងឃើញ file 2នេះ file 2ហ្នឹងដោយសារខ្ញុំធ្វើ2ដងមកខ្ញុំ rename ឈ្មោះវាអញ្ចឹងយើងយកfile ណាដែលចុងក្រោយឥឡូវខ្ញុំទាញ file នេះចូលមួយសិនតម្លាក់ចូលមួយសិនអូខេអញ្ចឹង file នេះគឺដូចគ្នានេះអញ្ចឹងឥឡូវខ្ញុំបិទភ្នែកដំបូងមុនដែលយើង combine compound clip មិញហ្នឹងអញ្ចឹងគឺជា file ហ្នឹងហើយតែ file ដំបូងមួយទៀតហ្នឹងប្រហែលជាមែនទេខ្ញុំយកសាកទាញនេះចូលមួយទៀតមើលដូចគ្នាទេដូចគ្នាប៉ុន្តែវាអត់មាន effect មួយទៀតអញ្ចឹងបន្ទាប់ពីយើងទាញfile ដែលយើងចូលយកមកមិញហើយយើងបិទភ្នែកfile ដើមដែលយើង combine មិញយើង compound វាមិញយើងបិទភ្នែកបើយើងបើកភ្នែកយើង export បានទេបងប្អូនសាក export មើលគឺវាជាប់ effect ដដែលអញ្ចឹងយើង back to edit វិញយើងបិទភ្នែកក្រោមនេះចោលបន្ទាប់មកយើងធ្វើការ render ទៅអញ្ចឹងវីដេអូនេះគឺច្បាស់ល្អដូចគ្នាអញ្ចឹងយើងអាច export មកវាលែងជាប់ pro ហើយឃើញអត់ boom អញ្ចឹងយើងអាចដាក់កម្រិតគុណភាព 4K 2K អីបានដូចគ្នាឥឡូវខ្ញុំដាក់ 2K បន្ទាប់មកយើងជ្រើសរើស file ដែលយើងពេញចិត្តមក recommend lower higher អញ្ចឹងទៅខ្ញុំដាក់ higher ហើយ H264 ជាទូទៅយើងប្រើអញ្ចឹងហើយ MP4 30 frame អូខេបន្ទាប់មកយើងដាក់ឈ្មោះនេះឬឈ្មោះខ្ញុំដាក់ការ៉េ2ហើយវាមានមុខកញ្ចក់មួយអញ្ចឹងទៅយើងចុច export page មក
chẳng những export pong mà cho mưa vi trình mà là được những bệnh này chẳng những open new open folder mà tờ máu này chỉ file là những export chẳng những ví dụ mới boom anh ấy ở video nhau bên xử lý nhé chẳng cho ba đôi kia nhớ chẳng dương prao kẹp khát đòi ở lôi thế nơi lơ Windows đọc rồi có Windows đọc mùi chẳng nơi lơ MacBook cứ nhóm mà toàn màn tê đáy bản tay nhóm chưa dạ tha ai thư chẳng ba đôi kia để sao ai từ dương ro à lại app data năng khơi nhé này ro local file việc khơi chẳng bong bóng ai ăn được WhatsApp tặng ở kia bà sân chỉ vượt ban rồi gọi gì ná ai comment sạ của bạn con chán chụp kia nơi video cái bye